អូននៅស្រុកបារាំងណាពុកម៉ែបងប្អូននេះពេលយើងទៅកំងភោជនីយដ្ឋានណាគេដាក់អាចារ្យឲ្យយើងអញ្ចឹងអ្នកនៅស្រុកបារាំងគាត់ដឹងហើយថាគេញ៉ាំសាហាវអញ្ចឹងអ្នកសុភាគេមិនសុភាធម្មតាគេសុភាអញ្ចឹងឥឡូវមកញ៉ាំទាំងអស់គ្នាហើយម៉ែបងប្អូនអូយខគោខ្មែរណាអូឆ្ងាញ់អត់ពុកម៉ែបងប្អូនចាសាច់គោទាំងដុំណាញ៉ាំមួយនេះម៉ែបងប្អូនចង់និយាយចាចង់ឆ្លាក់នេះបងនៅមូលូចានៅចិត្តព្រំដែនស្វីសចាហើយនេះអ៊ីលីលីពូសាំចានិយាយរួមសិតតែមានហាងដែលលក់ជាមួយនឹងអាហារប៉ុនស៊ីបែប៉ារីទាំងអស់ហើយសំខាន់នេះចានខ្ញុំប៉ុណ្ណឹងប៉ុន្តែបើចានបងដែលគាត់នៅតំណាងចៃលក់សារាយនៅមូឡាំងមូលូនៅចិត្តព្រំដែនស្វីសចានៅចិត្តព្រំដែនស្វីសនៅអាឡឺម៉ង់បើនិយាយចិត្តបំផុតត្រាស់ប៊ូប៉ុន្តែសំខាន់ណាគេស្រីស្អាតគេញ៉ាំប៉ានីចាហ្នឹងគេស្រីស្អាតណាចាហើយខ្ញុំស្រីកាលីបខ្ញុំញ៉ាំប៉ានីដោយឯងបងម៉ែបងប្អូនចាវ៉ាវពុកម៉ែបងប្អូនចាដឹងឥឡូវខ្ញុំនៅប្រទេសអីអត់នេះស្គាល់មុខម្ហូបនេះគេហៅអីអត់ខគោនៅស្រុកបារាំងណាពុកម៉ែបងប្អូននេះនៅស្រុកបារាំងគេមិនញ៉ាំសុភាដូចយើងធម្មតាអញ្ចឹងទេខ្ញុំប្រាប់ពេលមកស្រុកបារាំងពេលយើងទៅកំងភោជនីយដ្ឋានណានេះគេដាក់អាចារ្យឲ្យយើងអញ្ចឹងអ្នកនៅស្រុកបារាំងគាត់ដឹងហើយថាគេញ៉ាំសាហាវអញ្ចឹងអ្នកសុភាគេមិនសុភាធម្មតាគេសុភាអញ្ចឹងឥឡូវមកញ៉ាំទាំងអស់គ្នាហើយម៉ែបងប្អូនអូយខគោខ្មែរណាអូឆ្ងាញ់អត់ពុកម៉ែបងប្អូនចាសាច់គោទាំងដុំណាពុកម៉ែបងប្អូនថាស្អីក៏មានដែរស្រុកបារាំងនេះញ៉ាំមួយនេះម៉ែបងប្អូនចង់និយាយចាចង់ឆ្លាក់ថ្ងៃនេះខ្ញុំមកស្រុកប្រាំងណាមកលេងជួបជុំបងប្អូនដែលគាត់នៅនឹងតំណាងចៃតែគាត់នៅស្រុកប្រាំងអញ្ចឹងណានេះបងនៅមូលូចានៅចិត្តព្រំដែនស្វីសចាហើយនេះអ៊ីលីលីពូសាំចានិយាយរួមសិតតែមានហាងដែលលក់ជាមួយនឹងអាហារប៉ុនស៊ីបែប៉ារីទាំងអស់ហើយសំខាន់នេះចានខ្ញុំប៉ុណ្ណឹងប៉ុន្តែបើចានបងដែលគាត់នៅតំណាងចៃលក់សារាយនៅមូឡាំងមូលូនៅចិត្តព្រំដែនស្វីសចានៅចិត្តព្រំដែនស្វីសនៅអាឡឺម៉ង់បើនិយាយចិត្តបំផុតត្រាស់ប៊ូប៉ុន្តែសំខាន់ណាគេស្រីស្អាតគេញ៉ាំប៉ានីចាហ្នឹងគេស្រីស្អាតណាចាហើយខ្ញុំស្រីកាលីបខ្ញុំញ៉ាំប៉ានីដោយឯងបងម៉ែបងប្អូនចាហើយសំខាន់ពុកម៉ែបងប្អូនអ្នកដែលគាត់នៅបារាំងឬមួយក៏អ្នកដែលគាត់នៅម្ដុំមូលូចាមូលូចាអ្នកដែលគាត់នៅម្ដុំមូលូចាអាចជាវជាមួយនឹងអាហារប៉ុនស៊ីបែប៉ារីហើយនឹងតំណាប់ស្វាយចាចាត្រូវឯងបងជាតំណាងចៃស្រីស្អាតម្ដុំមូលូតែម្ដងអញ្ចឹងភាគច្រើនអ្នកដែលគាត់នៅម្ដុំណាបងមូលូនិយាយចំទៅគឺយើងនៅជាប់ព្រំដែនស្វីសអាឡឺម៉ង់តែម្ដងនៅចិត្តជ័យដែនចិត្តជ័យដែនហ្មងនៅម្ដុំហ្នឹងខ្មែរច្រើនទេបងធម្មតាបើនិយាយទៅគឺខ្មែរច្រើនដោយសារនៅខាងនោះមូលូគឺមានខ្មែរច្រើនហើយនៅខាងត្រាស់ប៊ូគឺនៅជិត100គីឡូពីគ្នាអញ្ចឹងគឺមានខ្មែរហើយជាពិសេសខ្មែរដែលនៅខាងប្រទេសស្វីសអាឡឺម៉ង់ពេលដែលមានកម្មវិធីច្រើនតែមកចូលរួមជាមួយគ្នាភាគច្រើនហើយភាគច្រើនអ្នកខ្លះគេអត់ជឿថាសារាយផលិតនៅបារាំងឥឡូវមកជួបតំណាងនៅបារាំងហើយបងរាល់ថ្ងៃមានអតិថិជនដែលគាត់ប្រើប្រាស់ច្រើនទេបងសម្រាប់ខ្ញុំដែលត្រឹមតែជាតំណាងថ្មីគឺបានទទួលនៅអតិថិជនច្រើនហើយក៏មាន feedback ច្រើនដែលថាដែលគាត់សរសើរទៅគាត់មានគេថាទទួលបានលទ្ធផលលឿនហើយឥឡូវហ្នឹងក៏មានការដូចថាតឹងរងចាំសម្រាប់ដំណាប់ស្វាយដែលជានេះបោះខ្មែរយើងតែម្ដងចាជាផលិតផលក្នុងស្រុកអញ្ចឹងគឺអ្នកមានបងប្អូនខ្មែរយើងច្រើនមែនតើរងចាំចឹងឥឡូវនេះបានមកជួបបងថ្ងៃនេះគឺដូចថាបានយកស្តុកទៅលក់តែម្ដងចាដំបងដូចថាគាត់ចេះសួរថ្ងៃណាមកដល់ឥឡូវម្ចាស់ប្រេនមកដល់ហើយយកជូនគាត់ស្តុកជូនគាត់យកទៅលក់តែម្ដងចាហើយសំខាន់ភាគច្រើនតំណាងរបស់ស៊ីបែប៉ារីសឬមួយក៏តំណាប់ស្វាយទាំងអស់គឺលក់ចេញពីចិត្តជាពិសេសតំណាងតំណាប់ស្វាយភាគច្រើនគឺគាត់និយាយថាប្រាក់កចំណេញហ្នឹងគឺតិចខ្លាំងបំផុតប៉ុន្តែភាគច្រើនទឹកចិត្តគាត់ដូចថាជួយលក់ជួយផ្សព្វផ្សាយហើយសំខាន់លើថាអ្នកដែលគាត់មកទិញហ្នឹងភាគច្រើនគឺទិញរបៀបដូចថាគេជួយដូចថាជួយឲ្យយើងលក់បានហិតទៅច្រើនហើយជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកទៀតតើអត់បងចានិយាយចំទៅពេលដែលគេដឹងថាសម្រាប់ស៊ីបែប៉ារីគេចង់បាននៅផលិតផលដែលល្អហើយមានគុណភាពស្តង់ដារពេលមកចូលតំណាប់ស្វាយរបស់ដែលបងប្រកាសថ្មីគឺភាគច្រើនបងប្អូនខ្មែរយើងគាត់ចង់ជួយគ្រប់គ្រងតែគាត់អត់ដឹងថាគ្រប់គ្រងយ៉ាងម៉េចអញ្ចឹងនៅក្នុងផលិតផលនេះគឺគាត់អាចចូលរួមគ្រប់គ្រងផលិតផលខ្មែរយើងហើយក៏ដូចជាជួយទៅដល់ប្រទេសកម្ពុជាយើងឲ្យមានពលរដ្ឋយើងមានចុះបើនៅហាងបងដែលដាក់លក់ហ្នឹងហាង
ឈ្មោះអីដែរสนุกដូចថាពុកម៉ែបងប្អូនតែគាត់នៅម្ដុំខាងជំនាខាងបងហ្នឹងអាចទៅទិញបានអញ្ចឹងចានិយាយចំទៅគឺខ្ញុំនៅខាងមូលូហ្នឹងគឺខ្ញុំមានហាងធ្វើកញ្ចក់តូចមួយដែលខ្ញុំធ្វើការម្នាក់ឯងហើយទីតាំងហាងរបស់ខ្ញុំហ្នឹងគឺវាមានផ្លាស់ច្រើនដែលយើងអាចតាំងសម្រាប់ផលិតផលទាំងអស់ហ្នឹងសម្រាប់បងប្អូនខ្មែរយើងហើយក៏ឥឡូវនេះកំពុងតែដូចថាចាប់អារម្មណ៍មិនត្រឹមថាចែកចាយដល់បងប្អូនខ្មែរយើងឯងគឺចែកចាយទៅជនជាតិបរទេសដែលគាត់នៅចិត្តហ្នឹងឬក៏អ្នកដែលគាត់ស្គាល់ខ្ញុំតាមនេះអញ្ចឹងទៅយើងគឺជួយផ្សព្វផ្សាយតគ្នាចានិយាយរួមគឺយើងផ្ដើមចេញពីយើងទាំងអស់គ្នាអញ្ចឹងបើយើងជួយខ្មែរម្នាក់តិចម្នាក់តិចខ្ញុំជឿថាប្រទេសយើងគេនឹងស្គាល់ហត្ថឆានជាពិសេសផលិតផលដែលយើងផលិតអញ្ចឹងកុំភ្លេចជួយគ្រប់គ្រងអ្នកនៅស្រុកប្រាំងអ្នកនៅម្ដុំបងស្រីនៅម្ដុំមូលូចាមូលូចិត្តទៅទៅវីដេអូចប់ហ្មងត្រូវហ្មងចាកុំភ្លេចជួយគ្រប់គ្រងផងណាបងគាត់ត្រឹមតែ start ទេប៉ុន្តែដូចជាគាត់ប្រើប្រាស់ហើយបានធ្វើជាតំណាងចាប្រើប្រាស់ចាបានប្រើផ្ទាល់តែម្ដងហើយរយៈពេលប្រើហ្នឹងគឺខ្ញុំប្រើប្រហែលជាខ្ទង់2បតទេតែខ្ញុំបាននៅប្រសិទ្ធផលលឿនតាំងពីមួយបតដំបូងអញ្ចឹងទទួលផលបងបញ្ហាកាពះពោះវៀនញ៉ាំទៅទទួលផលតាំងពីមកកំប៉ុងដំបូងចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានប្រើប្រាស់ហ្នឹងគឺកាពះពោះវៀនដោយសារខ្ញុំមានភាគច្រើនគឺខ្ញុំធ្វើការខ្ញុំញ៉ាំអាហារអត់សូវទៀងទាត់ទេអញ្ចឹងពេលខ្លះគឺកាពះធ្វើទុកវាដូចមានការភើឬកញ្ចក់អញ្ចឹងទៅពេលដែលខ្ញុំបានការណែនាំពីបងដែលគាត់ដូចថាប្រាប់តគ្នាទៅខ្ញុំក៏សាកប្រកលបងប្រើហើយក៏ចាប់អារម្មណ៍នឹងចង់ជួយចែកចាយដូចគ្នាហើយសំខាន់ព្រោះខ្ញុំនិយាយអញ្ចឹងនេះមករបៀបក្រុមគ្រួសារទេអ្នកស្គាល់គ្នាមើលយិនសិនអស់ហើយចាសាមើលយិនសិននេះយិនសិនយ៉ាងខាងនេះមើលយិនសិនខ្ញុំនៅមួយគាត់ចិន20ឆ្នាំហើយសិតតែស្គាល់ចិន20ឆ្នាំដូចគ្នាព្រោះឯពូម៉ាក់គាត់ចំណិតហើយអ៊ីលីលីល្បីប្រចាំភូមិស្រីស្អាតដូចគ្នាហើយពូអត់តគេស្គាល់ទៀតណាហៅគេពូតកែធំជាងគេហ្នឹងហើយឈ្មោះអង្គស្តឲ្យពូអាស៊ីស្តអូយវែងអង្គស្តខ្មែរយើងដែរចាអាស៊ីស្តឲ្យសំខាន់ឮថាមានដល់តែ4ទីតាំងធំទៀតណាតិចតួចចាំពុកម៉ែបងប្អូនហាងរបស់ពូសាំដែលនៅអង្គស្តអាស៊ីស្តចាអាស៊ីស្តមាន4កន្លែងមាននៅណាខ្លះពូសាំងចេនចានៅសាំងពីយេចាសិសាំងទាំងអស់សាំងហ្នឹងតែនោះសាំងរំបែអានេះបាទចិត្តអានេះចាហើយនៅក្រុងក្លេម៉ងវីឡាបានក្រុងក្លេម៉ងវីឡាបានទៀតអូយណាលុយហ៎ពូអត់លុយទេចេះប្រឹងចាប្រឹងក្មេងទៅខ្ញុំស្គាល់យូរឆ្នាំនឹងតែនៅក្មេងចាំពុកម៉ែបងប្អូនគ្រប់តស្គាល់ទាំងអស់សិតជាតំណាងចែកចាយស៊ីបែប៉ារីហើយនឹងតំណាប់ស្វាយទាំងអស់អញ្ចឹងកុំភ្លេចទៅជាវនៅទីតាំងគាត់ផងហើយបើអស់ស្តុកកុំភ្លេចត្រប់ order អាវ៉ាន់មកដល់ដឹកជូនពុកម៉ែបងប្អូនតែម្ដងចាអរគុណ